នៅវីដេអូមុនលោកគ្រូបានបរៀនពីរបៀបប្រើប្រាស់ដង្ហើមពេលគូសជើងឥឡូវពេលយើងចេះដកដង្ហើមហើយឥឡូវរំលឹកទីសិនពេលមើលទៅក្រោមយើងស្កប់3វិនាទីកុំអាប់ព្រមស្កប់3វិនាទីបន្ទាប់មកផ្លុំតាមច្រមុះដកដង្ហើមចូលតាមមាត់ហ្នឹងរំលឹកការពីវីដេអូមុនឥឡូវលោកគ្រូធ្វើឲ្យមើលយើងប្រើដង្ហើមហ្នឹងបូកជាមួយលំហាត់គូសជើងអ្វីដែលយើងធ្លាប់រៀនការលំហាត់មុនបន្ទាប់មុននឹងមួយទៀតដូចជាវីដេអូទីបានលោកគ្រូអត់ចាំទេតាឥឡូវមើលលោកគ្រូទីសិនយល់អត់ជើងយើងគោះឲ្យដៃយើងឲ្យត្រង់មើលទៅក្រោមហើយគោះជើងឲ្យជាប់ជើងយើងអត់ឈប់ហ្នឹងយើងគោះឲ្យជាប់រហូតហើយមើលទៅក្រោមហ្នឹងយើងទៅការទប់ដង្ហើមឲ្យបាន3វិនាទីតែបើដង្ហើមយើងវិញយើងអាចទប់5វិនាទីបានអត់ហើយយើងងើបមុននឹងងើបយើងត្រូវផ្លុំចោលតាមច្រមុះដល់លើហើយដកចូលតាមមាត់មើលទៅក្រោមវិញហាមចំណាយពេលនៅលើនឹងយូរពេកក៏អត់ល្អដែរតែចាំមើលលោកគ្រូធ្វើឲ្យមើលហើយងើបឲ្យបាន5ដងសម្រាប់លំហាត់ហ្នឹងដែរយើងអាចងើបឲ្យបាន5ដង3សេតក៏បានឬបើយើងមានកម្លាំងខ្លាំងហើយយើងព្រោះថា5ដងស្រួលពេកយើងអាចធ្វើ10ដង3សេតបានយើងងើបកម្ដងយើងរាប់ម្ដងងើបដល់ដង្ហើមម្ដងរាប់ម្ដងហើយជើងយើងរក្សាប៉ុណ្ណាប៉ុណ្ណឹងឲ្យជាប់រហូតនិយាយទៅលំហាត់ហ្នឹងស្រួលដែរបើសិនជាយើងធ្វើលំហាត់ហ្នឹងស្ទាត់យើងអាចប្រើប្រាស់ក្តារនេះគូសជើងបាននៅលំហាត់ក្រោយទៀត